ខ្ញុំឈរនៅមុខក្តារខៀនសរសេរកាលបរិច្ឆេទតែភ្នែកប្អូនអត់មើលមកគ្រូទេមើលតែទូរស័ព្ទក្នុងហោប៉ៅសិស្សខ្លះងក់ក្បាលតែចិត្តទៅដល់ផ្សារណោះខ្ញុំពុននៅយល់ពីគណិតវិទ្យាតែពួកគេគិតពី TikTok វាដូចជាខួបកំណើតអីចឹងដែរអ្នកណាក៏ចង់បាននំនិងកាដូតែអត់ចង់រៀនមេរៀនសិស្សខ្ញុំដូចជាមនុស្សចាស់កំរងអាយុច្រើនហើយនៅតែមិនដឹងអីសោះរីករាយថ្ងៃកំណើតតែគ្មានប្រាជ្ញារីករាយថ្ងៃកំណើតតែគ្មានប្រាជ្ញាខ្ញុំនិយាយបែកពណ៌ពុះមាត់ពួកគេអង្គុយដូចរូបចម្លាក់ភ្នែកសម្លឹងមើលក្រៅបង្អួចដោយរោគមើលសង្សារខ្ញុំថាយើងរៀនដើម្បីជីវិតរុងរឿងពួកគេថារៀនធ្វើអីបើមានលុយទិញសញ្ញាប្របានពួកគេថារៀនធ្វើអីបើមានលុយទិញសញ្ញាប្របានខ្ញុំហត់ហើយដូចច្រៀងឲ្យខ្មោចស្ដាប់អីចឹងវាដូចជាខួបកំណើតអីចឹងដែរអ្នកណាក៏ចង់បាននំនិងកាដូតែអត់ចង់រៀនមេរៀនសិស្សខ្ញុំដូចជាមនុស្សចាស់កំរងអាយុច្រើនហើយនៅតែមិនដឹងអីសោះរីករាយថ្ងៃកំណើតតែគ្មានប្រាជ្ញារីករាយថ្ងៃកំណើតតែគ្មានប្រាជ្ញាកុំបន្ទោសគ្រូបន្ទោសខ្លួនឯងទៅកុំចាំដល់ថ្ងៃខួបកំណើតទើបដឹងថាខ្លួនឯងនៅល្ងងមេរៀនជីវិតថ្លៃជាងមេរៀនក្នុងសៀវភៅបើប្អូនមិនស្ដាប់គ្រូក៏អស់ពាក្យនិយាយដែរវាដូចជាខួបកំណើតអីចឹងដែរអ្នកណាក៏ចង់បាននំនិងកាដូតែអត់ចង់រៀនមេរៀនសិស្សខ្ញុំដូចជាមនុស្សចាស់កំរងអាយុច្រើនហើយនៅតែមិនដឹងអីសោះរីករាយថ្ងៃកំណើតដែលគ្មានប្រាជ្ញារីករាយថ្ងៃកំណើតដែលគ្មានប្រាជ្ញាចប់ហើយចេញទៅផ្ទះទៅរីករាយថ្ងៃកំណើតសើចតិចអត់មានកាដូទេមានតែសៀវភៅទុកឲ្យរៀន